ខ្ញុំកើតនឹងធំដឹងក្តីនៅភូមិផ្លោកជាំឃុំកំពង់ពពិលស្រុកពីរាំងខេត្តព្រៃវែងកាលពីឆ្នាំ2008ពុកម៉ែរបស់ខ្ញុំគាត់ទៅរកស៊ីនៅខេត្តបន្ទាយមានជ័យគាត់យកប្អូនខ្ញុំទៅដែរទុកតែខ្ញុំម្នាក់ឯងឲ្យនៅរៀននៅសាលាក្បែរផ្ទះមួយរយៈពេលក្រោយមកមានលោកគ្រូម្នាក់ដើររស់នៅខេត្តកំពង់ចាមត្រូវបានចាត់តាំងឲ្យមកបង្រៀននៅភូមិរបស់ខ្ញុំដំបូងគាត់ជួលបន្ទប់នៅម្នាក់ឯងជិតសាលាលុះច្រើនខែកន្លងទៅគ្រួសារខ្ញុំនិងគាត់បានស្គាល់គ្នានិងស្រឡាញ់រាប់អានគ្នាណាស់ដោយឃើញថាខ្ញុំវ័យក្មេងហើយនៅផ្ទះតែម្នាក់ឯងទើបពុកម៉ែរបស់ខ្ញុំបានឲ្យលោកគ្រូម្នាក់នោះមកនៅផ្ទះជាមួយខ្ញុំដែររហូតដល់ឆ្នាំ2010ប្អូនប្រុសខ្ញុំត្រឡប់មកនៅជាមួយខ្ញុំវិញតែពួកយើងមិនបានរៀននៅស្រុកកំណើតទៀតទេពុកម៉ែខ្ញុំបានយកខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំទៅនៅរៀនសូត្រជាមួយនឹងអ៊ំខ្ញុំនៅទីរួមខេត្តព្រៃវែងដោយឃើញពីទុក្ខលំបាករបស់ខ្ញុំត្រូវធ្វើដំណើរផ្លូវឆ្ងាយមកលេងស្រុកពេលថ្ងៃជប់សម្រាកពីការរៀនសូត្រព្រោះខ្ញុំត្រូវជិះម៉ូតូឌុបប្អូនប្រុសរបស់ខ្ញុំមកមើលខុសត្រូវនិងបោះសម្អាតផ្ទះសម្បែងនៅឯស្រុកកំណើតពេលដែលពួកខ្ញុំបដូរទៅនៅជាមួយនឹងអ៊ំខ្ញុំនៅទីរួមខេត្តលោកគ្រូដែលធ្លាប់នៅផ្ទះជាមួយខ្ញុំក៏បដូរទៅបង្រៀននៅខេត្តកំពង់ចាមវិញដែរដូចនេះផ្ទះខ្ញុំត្រូវចាក់សោចោលគ្មានមនុស្សនៅទេតោះតែថ្ងៃណាពួកខ្ញុំទំនេរទើបមករៀបចំនិងជូតសម្អាតម្ដងម្កាលអីចឹងទៅនៅដើមឆ្នាំ2011ពុកម៉ែរបស់ខ្ញុំបានលក់ផ្ទះនិងដីនោះទៅឲ្យកូនពូរបស់ខ្ញុំហើយពួកគាត់បានទិញដីនិងធ្វើផ្ទះថ្មីនៅឯទីរួមខេត្តព្រៃវែងជិតវិទ្យាល័យដែលខ្ញុំនិងប្អូនរបស់ខ្ញុំរៀនតែម្ដងព្រោះពួកគាត់មិនចង់ឲ្យពួកខ្ញុំពិបាកឡើងចុះមកមើលថែផ្ទះនៅស្រុកកំណើតទៀតទេផ្ទះថ្មីខ្ញុំបានធ្វើនៅចុងឆ្នាំ2011ស្របពេលដែលខ្ញុំរៀនចប់ប្រឡងបាក់ឌុបជាប់ហើយត្រូវទៅរៀនជំនាញពេទ្យនៅទីក្រុងភ្នំពេញនិយាយទៅខ្ញុំមិនសូវបាននៅផ្ទះថ្មីនោះទេធ្វើរួចខ្ញុំដល់ពេលផ្លាស់ទៅរៀននៅភ្នំពេញល្មមយូរទើបបានមកលេងនិងគេងនៅផ្ទះថ្មីនេះម្ដងផ្ទះរបស់ខ្ញុំមានទីតាំងស្ថិតនៅក្នុងក្រុងព្រៃវែងតែម្ដងនៅជំហៀងម្ខាងផ្ទះរបស់ខ្ញុំគឺជាផ្ទះអ៊ំដែលខ្ញុំធ្លាប់ស្នាក់រៀនសូត្រកាលពីមុនចំណែកជំហៀងផ្ទះម្ខាងទៀតអត់មានផ្ទះទេគឺជាដីចម្ការយ៉ាងធំហ៊ុំព័ទ្ធទៅដោយរបងថ្មនិងខ្សែលួសយ៉ាងជិតស្លុងរកតែឆ្កែលួនចូលមិនរួចផងចំណែកនៅក្នុងចម្ការនោះវិញមើលទៅពីខាងក្រៅទៅវិញសម្បូរដំណាំណាស់ដើមឈើអ្វីក៏មានដែរចេកទៀបបារាំងស្វាយដូងពុត្រាម្កាក់កំពេញរាជខ្វិតល្មុតក្រូចថ្លុងក្រូចឆ្មាត្របែកខ្នុរនិងដើមជម្ពូខ្ញុំមិនសូវស្គាល់ម្ចាស់ដីនោះទេព្រោះយូរឃើញម្ចាស់គេជិះឡានមកអើតមើលម្ដងពិសេសតលតែដល់រដូវប្រមូលផលដំណាំទាំងនោះទើបឃើញមានអ្នកចាក់សោរបងបើកច្រកចូលពេលខ្លះឃើញបរិះរៀងចំណាស់ពេលខ្លះប្តីប្រពន្ធអាយុខ្ទង់40ជាងអីចឹងទៅខ្ញុំក៏មិនសូវចាប់អារម្មណ៍ដែរព្រោះភាគច្រើនខ្ញុំសំងំនៅតែក្នុងបន្ទប់គ្មានពេលមកឈរមើលអ្នកណានោះទេតាំងពីនៅរៀនរហូតដល់ចេញធ្វើការរវល់តែនៅក្រៅផ្ទះបើការងារវិញធ្វើរាល់ថ្ងៃព្រលឹមព្រលប់គ្មានបានឈប់ទេបើថ្ងៃណាមានបុណ្យទានសម្រាប់ច្រើនថ្ងៃពួកម៉ាក់បបួលដើរលេងតាមខេត្តបើទំនេរពីការងារទៅដើរលេងចុងប៉មលំហែគោះក្បាលគួយគុណទេសភាពស្រស់បំព្រងនៃវាលស្រែនិងទឹកទន្លេដូចនេះហើយទើបធ្វើឲ្យខ្ញុំមិនសូវជាបានស្គាល់ម្ចាស់ចម្ការនោះទេខ្ញុំចាប់អារម្មណ៍ព្រោះឃើញថាក្នុងចម្ការមានផ្លែឈើប្លែកៗនិយាយទៅមិនមែនតែក្នុងដីចម្ការនោះទេដែលសម្បូរដំណាំនោះក្រោយផ្ទះក៏មានដំណាំចម្រុះដែរគ្រាន់តែថាវាមិនទាន់មានផ្លែផ្កាព្រោះគ្រួសាររបស់ខ្ញុំទើបតែមកនៅលើដីភូមិនេះប៉ុណ្ណោះចំពោះដើមឈើដែលមានផ្លែផ្កាក្នុងចម្ការខ្ញុំវិញគឺដើមដូងដើមស្វាយនិងដើមខ្នុរដើមឈើប៉ុន្មានមុខនេះវានៅក្នុងដីភូមិខ្ញុំយូរមកហើយតាំងពីគ្រួសាររបស់ខ្ញុំមិនទាន់ទិញដីនេះមកម្ល៉េះដើមស្វាយក្រោយផ្ទះគឺជាសំណពចិត្តរបស់ខ្ញុំព្រោះវាជាកន្លែងចងអង្រឹងសម្រាប់គេងលំហែរបស់ខ្ញុំមែកវាបែកសាខាយ៉ាងច្រើនផ្ដល់ជាម្លប់ត្រជាក់រហឹមចំណែកផ្លែវាក៏ឆ្ងាញ់ទៀតពេលផ្លែវានៅខ្ចីបេះជ្រលក់កាពិឬអំបិលរត់ឌីស្រួយជូរអែមពេលវាស្រគៀលឬក៏ទុំបដូររសជាតិទៅជាផ្អែមក្រអូបឈ្ងុយឆ្ងាញ់ណាស់
ចឹងហើយបានជាខ្ញុំហាមមិនអោយកាប់ចោលនោះបើខ្ញុំមិនហាមម្ល៉េះវាអាយុខ្លីតាំងពីថ្ងៃដែលខ្ញុំធ្វើផ្ទះមកម្ល៉េះកាលនោះពុកម៉ែរបស់ខ្ញុំប្រងឲ្យគេកាប់ដើមឈើចោលដើម្បីចាក់ដីភូមិឲ្យខ្ពស់មុននឹងសង់ផ្ទះពីលើតែខ្ញុំអង្វរឲ្យពួកគាត់ទុកដើមឈើប៉ុន្មានមុខនោះហើយវាក៏អាចនឹងរស់រានមានជីវិតនិងលូតលាស់បានផ្លែផ្ការហូតមកដល់សប្តាហ៍ថ្ងៃនេះដែរបន្ទប់គេងរបស់ខ្ញុំមានបង្អួចកញ្ចក់បែរមករកទិសខាងកើតដែលអាចឲ្យខ្ញុំមើលឃើញពីផ្លែឈើដែលនៅក្នុងចម្ការជាប់ផ្ទះរបស់ខ្ញុំយ៉ាងច្បាស់ពិសេសផ្លែជម្ពូនិងផ្លែម្កាក់ឲ្យតែដល់រដូវវាផ្លែម្ដងនិយាយថាពីផ្លែចង់ចង្កោមចង់បាក់មែកពិសេសអាផ្លែជម្ពូស្អីគេនោះផ្លែវាធំហើយពណ៌ឡើងក្រហមងាំងឃើញហើយខ្នាញ់វាណាស់ពេលខ្លាំងទ្រាំមិនបានខ្ញុំប្រើអាធីប្អូនប្រុសរបស់ខ្ញុំឲ្យទៅបេះ 4-5 ផ្លែយកមកហូបមិនងាយប្រើវាបានទេវាថាលួចបេះរបស់គេអញ្ចឹងស្មាននឹងធ្វើចោលហើយពេលខ្លាំងដើម្បីឲ្យវាស្ងប់ចិត្តមុននឹងបេះខ្ញុំធ្វើជាស្រែកហៅក្នុងចំការនោះថាម្ចាស់គេអើយសុំចម្ពូ 4-5 ផ្លែមកណាហើយខ្ញុំក៏ធ្វើជាឆ្លើយថាអើបេះទៅ អ្នកណាទ្រាំបានបើងាកមើលទៅពេលណាឃើញពេញភ្នែកស្រស់ៗអញ្ចឹងសំខាន់វានៅចិត្តរបងជាប់ផ្ទះខ្ញុំទៀតយោងតែដៃតែបន្តិចបេះតាមចិត្តមិនមែនអាងតែគេមិនដឹងបេះមិនគិតនោះទេខ្ញុំទទួលស្គាល់ថាខ្លួនឯងចូលចិត្តមកជូរឲ្យតែចង់ហូបខ្ញុំជិះម៉ូតូទៅទិញហើយខ្វះអីគេលក់គ្រប់កន្លែងសោះហ្នឹងអស់តែ 5,000 រៀលហូបមិនអស់ឆ្នាំ 2016ជាពេលដែលគ្រួសាររបស់ខ្ញុំបានត្រឡប់មករស់នៅជុំគ្នាវិញនៅឯទីរួមខេត្តព្រៃវែងខ្ញុំរៀនចប់ផ្នែកពេទ្យហើយក៏បានចូលធ្វើការក្នុងគ្លីនិកឯកជនមួយកន្លែងដែលពេលដែលដឹងថាខ្ញុំមានការងារធ្វើចេះរកលុយអាចចិញ្ចឹមជីវិតខ្លួនឯងបានពុកម៉ែខ្ញុំមិនសូវជាបារម្ភពីខ្ញុំទៀតទេនៅតែប្អូនប្រុសរបស់ខ្ញុំប៉ុណ្ណោះវាជានិស្សិតវិស្វករដូចនេះការចំណាយរបស់ពុកម៉ែខ្ញុំបានធូរស្បើយមួយផ្នែកធំព្រោះកាលខ្ញុំរៀនពេទ្យចំណាយពេលយូរហើយក៏ត្រូវចំណាយលុយកាក់ច្រើនផងដែរការខ្ញុំរៀនពេទ្យបើគ្មានការផ្គត់ផ្គង់ពីពុកម៉ែការជួយជ្រោមជ្រែងពីបងធររបស់ខ្ញុំទេប្រហែលជាខ្ញុំត្រូវបោះបង់វិជ្ជាជីវៈមួយនេះចោលហើយព្រោះវាពិបាករៀនណាស់ហើយប្រើពេលយូរទៀតផលវិបាកខ្លាំងនោះគឺរៀនផងចុះស្តារតាមមន្ទីរពេទ្យផងប្រឡងផងធ្វើអាសាយមិនផងចុះសហគមន៍ផងបើនិយាយពីមេរៀនវិញពេញមួយថើមទៅមួយថើមគោដូចភ្នំទន្ទិញមេរៀនចង់ឈួតមនុស្សអស់ទៅហើយរៀនតតែដល់ថ្ងៃសៅរ៍ពេលខ្លះតម្រូវឲ្យពួកយើងទៅយាមនៅមន្ទីរពេទ្យថ្ងៃអាទិត្យទៀតផងកុំសង្ឃឹមថាអាចធ្វើការរកលុយក្រៅម៉ោងបានដូចសោះតែដើរលេងណាមិនចង់មានពេលផងហើយមិនឲ្យទន្ទិញមេរៀនយ៉ាងម៉េចបើហ៊ានតែប្រឡងធ្លាក់ត្រូវទិញពាក្យប្រឡងសងវិញផ្នែកទ្រឹស្ដីមួយមុខ$5ចំណែកផ្នែកអនុវត្តមួយមុខ$15ធ្លាក់ទៅ 4-5 មុខទៅក្រាស់ក៏មិនខានទេព្រោះតែឃើញផលវិបាកនៃវិជ្ជាជីវៈមួយនេះទាំងពុកទាំងម៉ែនិងបងធររបស់ខ្ញុំពួកគាត់តែងតែលើកទឹកចិត្តដោយការទិញជាកាដូឲ្យឬក៏ផ្ដល់ជាលុយកាក់ទុកចាយវាយនិងសម្រួលដល់ការសិក្សារបស់ខ្ញុំបងខ្លះឲ្យមកស្នាក់នៅជាមួយបងខ្លះផ្ញើលុយឲ្យទុកចាក់សាំងម៉ូតូនិងទិញសម្ភារៈចាំបាច់ដូចជាសៀវភៅទូរស័ព្ទដៃកុំព្យូទ័រជាដើមព្រោះតែការជួយជ្រោមជ្រែងរបស់ពួកគាត់ធ្វើឲ្យការសិក្សារបស់ខ្ញុំបានធូរស្រាលមួយកម្រិតធំទៀតផងក្នុងចំណោមបងធរខ្ញុំជាប៉ូលីសទាំងអស់មានបងម្នាក់ដែលមានស្រុកកំណើតនៅខេត្តក្រចេះខ្ញុំជំពាក់គុណគាត់ខ្លាំងជាងគេខ្ញុំសងគុណគាត់មិនតាន់រួចនោះទេទោះជាខ្ញុំនិងគាត់មិនសូវបាននៅជិតគ្នាយូរឆ្នាំហើយក្តីក៏នៅតែបារម្ភចង់ដឹងពីសុខទុក្ខនិងការងារនៅថ្ងៃអនាគតរបស់ខ្ញុំជានិច្ចកាលនោះគាត់ជាអ្នកនាំខ្ញុំទៅដាក់ពាក្យប្រឡងក្របខ័ណ្ឌពេទ្យពេលដឹងថាខ្ញុំប្រឡងមិនជាប់គាត់តែងតែលួងលោមនិងលើកទឹកចិត្តខ្ញុំកុំឲ្យអស់សង្ឃឹមមួយឆ្នាំកន្លងផុតទៅខ្ញុំមិនចាប់អារម្មណ៍នឹងរឿងប្រឡងក្របខ័ណ្ឌទៀតទេព្រោះខ្ញុំកំពុងធ្វើការនៅកន្លែងល្អមួយប្រាក់ខែក៏ច្រើនមិនសូវហត់នឿយធ្វើការមានថ្ងៃឈប់សម្រាកដូចមន្ត្រីរាជការក្របខ័ណ្ឌរដ្ឋអីចឹងដែរពេលនោះទោះពួកម៉ាក់ឬក៏អ្នកធ្វើការក្នុងគ្លីនិកជាមួយគ្នាបបួលទៅដាក់ពាក្យប្រឡងក៏ខ្ញុំមិនខ្វល់ដែរខ្ញុំគិតថារាល់ថ្ងៃការងាររបស់ខ្ញុំស្រួលខ្លាំងណាស់ចង់ធ្វើនៅកន្លែងនោះដល់ចាស់ក៏បាន
ព្រោះមេក៏ស្រឡាញ់នឹងឲ្យតម្លៃខ្ញុំខ្លាំងណាស់អ្នកធ្វើការឲ្យគាត់យូរទៅថាមិនត្រូវបានខ្លាចជាកូនប្រសារគាត់ទៀតទាស់ចង្រៃត្រង់ថាខ្ញុំមានអារម្មណ៍លើតែមនុស្សប្រុសដូចគ្នានឹងហ្មងបើសារភាពប្រាប់គាត់ថាខ្ញុំស្រឡាញ់កូនប្រុសទី2របស់គាត់ប្រហែលជាបង្វិចហោះចេញពីបន្ទប់មុនម្ចាស់ផងក៏មិនដឹងព្រោះពួកគាត់ប្រហែលជាមានបំណងឲ្យខ្ញុំយកកូនស្រីច្បងរបស់គាត់ស្រាប់តែខ្ញុំមកយកកូនប្រុសគាត់ទៅវិញកូនប្រុសទី2របស់គាត់រៀនដុកទ័រសង្ហាឡើងដោយតារាតែគាត់ជាប្រុសពិតរាល់ដងពេលទៅណាតែពីរនាក់គាត់ខ្ញុំសាកពិសោធន៍មើលលទ្ធផលគឺគាត់ជាមនុស្សប្រុសគ្រប់លក្ខណៈរបស់គេមែនហេតុតែគាត់ជាពួកហៃសូដូចនេះសង្សាររបស់គាត់មានទាំងតារាទៀតផងធ្វើការងារជាមួយមេខ្ញុំមួយរយៈធ្វើឲ្យខ្ញុំលែងជ្រួលជ្រើមរឿងប្រឡងក្របខ័ណ្ឌអីទៀតហើយតែទោះជាខ្ញុំប្រកែកយ៉ាងណាក៏បងធေါ်ខ្ញុំមិនអស់ចិត្តនៅតែទទូចឲ្យខ្ញុំទៅសាកដាក់ពាក្យប្រឡងម្ដងទៀតគាត់បញ្យល់ខ្ញុំថាមានតែការងាររត់ទេដែលនៅថិតថេរចាស់ទៅក៏មានប្រាក់ខែស៊ីដែរខ្ញុំប្រកែកដោយសំអាងថាក្របខ័ណ្ឌពេទ្យគេមិនកំណត់អាយុទេចាំ10ឆ្នាំទៀតទៅប្រឡងក៏បានពេលឮខ្ញុំនិយាយអញ្ចឹងគាត់ក៏លេងបង្ខំរួចនិយាយថាផ្នែកពេទ្យបងមិនសូវដឹងរឿងខ្សែបណ្ដាញអីទេព្រោះវាខុសជំនាញបងឥឡូវអញ្ចេះចុះអូនឯងដាក់ពាក្យប្រឡងធ្វើប៉ូលីសម្ដងទៅមិនដែរខ្ញុំប្រកែកខ្ញុំអត់ចាប់អារម្មណ៍ការងារជាប៉ូលីសទេខ្ញុំខ្លាចសម្លេងខ្លាំងដូចជាសម្លេងក្របបែកក្របកំភ្លើងអីនេះឮម្ដងចង់ស្លុតហើយខ្លាចត្រូវក្របទៀតខ្ញុំចាប់អារម្មណ៍ទៅលើប៉ូលីសដូចបងឯងទេគាត់សើចរួចក៏តបសាមាអូនឯងនេះការងារជាប៉ូលីសណាវាមិនមែនអង្គុយតែកាន់កំភ្លើងបាញ់គ្នារាល់ថ្ងៃទេណាអូនក្រៅពីម៉ោងហាត់និងបង្ក្រាបជនល្មើសមិនងាយបានបាញ់កំភ្លើងទេបងប្រាប់អូនណាលើលោកនេះគ្មានអ្វីខ្លាំងជាងការតាំងចិត្តរបស់មនុស្សទេក្រែងអូនធ្លាប់ប្រាប់បងថាកាលមុនអូនក៏ស្អប់វិជ្ជាជីវៈពេទ្យដែរមែនទេអូនថាខ្ពើមខ្ទុះឈាមខ្ពើមក្លិនស្អុយឆ្អេះឆ្អាបហើយឥឡូវមិនបានធ្វើពេទ្យហើយធ្វើបានយ៉ាងជំនាញទៀតផងទៅដាក់ពាក្យប្រឡងទៅចាំបងជួយបងធានាថាជួយអូនឯងបានខ្ញុំរៀងស្ទាក់ស្ទើរហើយក៏សួរគាត់អញ្ចឹងប្រឡងចូលប៉ូលីសគេត្រៀមអ្វីខ្លះហើយគេជ្រើសរើសអ្វីខ្លះគាត់ញញើមមើលខ្ញុំពីក្បាលដល់ចុងជើងរួចក៏តបអ្នកដែលអាចមានអធិភាពធ្វើជាប៉ូលីសបានត្រូវមានកាយសម្បទាមាំមួនគ្មានស្នាមសាក់សក់ខ្មៅខ្លីកម្ពស់ត្រូវខ្នាតនិងត្រូវការកម្រិតវប្បធម៌ផងដែរបើមើលទៅរូបរាងខ្លួនឯងគឺស័ក្តិសមជាប៉ូលីសខ្លាំងណាស់គ្រាន់តែប៉ុណ្ណឹងសង្ឃឹមជាប់ 50% បាត់ទៅហើយខ្ញុំក៏សើចរួចក៏តបអូយណែវាមិនដែលទេបងចេះតែបញ្ចូលខ្ញុំហើយអូខេអញ្ចឹងខ្ញុំយល់ព្រមណាតើខ្ញុំទៅទិញពាក្យប្រឡងនៅឯណាគាត់ញញឹមរួចក៏តបចាំបងជាអ្នករត់ការឲ្យអូនឯងចាំទៅដល់ថ្ងៃកំណត់ទៅប្រឡងនឹងគេទៅបន្ទាប់ពីយើងព្រមព្រៀងគ្នាហើយគាត់យកឯកសារខ្លះៗពីខ្ញុំហើយត្រឡប់ទៅកន្លែងគាត់វិញខ្ញុំធ្វើការជាពេទ្យដូចធម្មតាលុះមុនថ្ងៃប្រឡងមួយថ្ងៃពេលរសៀលគាត់បើកឡានមកទទួលខ្ញុំដល់ផ្ទះយកទៅគេងផ្ទះគាត់ព្រឹកឡើងជូនទៅដល់កន្លែងប្រឡងទៀតផងខ្ញុំសារភាពថាពេលប្រឡងគឺគ្មានសង្ឃឹមទេចេះតែសរសេរឲ្យទៅពេញក្រដាស់ទៅព្រោះសំណួរភាគច្រើនជាសំណួរបើកតាក់ទងទៅនឹងវប្បធម៌ទូទៅអ្នកមកប្រឡងក៏ច្រើនហើយមើលទៅខ្លាំងទៀតផងពេលប្រឡងចប់សពគ្រប់ខ្ញុំគេងនៅផ្ទះរបស់គាត់ម្ដុំអង្តានទួលគប់មួយយប់ទៀតព្រលឹមឡើងទើបគាត់ជូនមកព្រៃវែងវិញ3ថ្ងៃក្រោយមកគាត់ក៏បានខលមកខ្ញុំហើយប្រាប់ខ្ញុំថាអូនឯងដឹងតែបានធ្វើប៉ូលីស 100% ហើយខ្ញុំឡើងរំភើបតែមិនទាន់ប្រកាសចិត្តទេលុះដល់ថ្ងៃចេញលទ្ធផលពិតជាមានឈ្មោះខ្ញុំមែនខ្ញុំសប្បាយចិត្តមែនតែនក៏ប្រញាប់ខលទៅអរគុណគាត់ហើយពេលនោះខ្ញុំក៏បានដឹងថាខ្ញុំជាប់ជាប៉ូលីសគឺដោយសារតែគាត់ស្ទើរតែទាំងស្រុងគាត់ជាអ្នករត់ការសុំមេគាត់ឲ្យជួយខ្ញុំព្រោះលទ្ធផលរបស់ខ្ញុំមិនទាន់ចេញផងគាត់ដឹងថាខ្ញុំជាប់រួចបាត់ទៅហើយតាំងនេះហើយដែលធ្វើឲ្យខ្ញុំមានឱកាសបានក្លាយជាប៉ូលីសមកដល់សប្តាហ៍ថ្ងៃខ្ញុំពិតជាអរគុណដល់មនុស្សល្អដែលចូលមកក្នុងជីវិតរបស់ខ្ញុំណាពេលខ្លះខ្ញុំនឹករលឹកពួកគាត់ជាខ្លាំងចង់ជួបចង់គេងអោបថើបចង់ប្រឡែងចង់មានពេលដើរលេងជាមួយគ្នាដូចមុនចង់បានភាពកក់ក្ដៅពីពួកគាត់តែត្រូវហាមចិត្ត
ព្រោះអ្វីៗមិនដូចមុនទៀតទេពេលនេះពួកគាត់ខ្លះមានប្រពន្ធកូនខ្លះមានគូដណ្ដឹងខ្លាំងទៅនៅដល់ក្រៅប្រទេសទៀតផងដើម្បីឲ្យមនុស្សដែលយើងស្រឡាញ់មានអនាគតមានខ្សែជីវិតដ៏ល្អយើងត្រូវតែចេះលះបង់ចង់សួរទៅព្រំលិខិតហេតុអ្វីលេងសើចនឹងស្នេហារបស់ពួកខ្ញុំម្ល៉េះដំបូងឡើយអ្នកបានឲ្យពួកយើងជួបគ្នាស្គាល់គ្នាស្រឡាញ់គ្នាយល់ចិត្តគ្នាហើយបង្កើតបានជាមនោសញ្ចេតនាល្អៗជាមួយគ្នាពេលនៅក្បែរគ្នាពួកយើងមានសេចក្តីសុខមានសុភមង្គលដែលទាំងនោះជាអ្វីដែលបេះដូងយើងត្រូវការបើជ្រុលជាអ្នករៀបចំបែបនេះទៅហើយហេតុអ្វីចាំបាច់កំណត់ពេលវេលាឲ្យពួកយើងបែកគ្នាទៅវិញពេលវេលាមកដល់ពួកយើងក៏បែកគ្នាទាំងមិនអស់ចិត្តបែកទាំងនៅស្រឡាញ់ទោះជាពួកយើងឃ្លាតឆ្ងាយពីគ្នាយូរហើយក្តីក៏ពួកគាត់ព្យាយាមតាក់ទងនិងស្វែងមករកខ្ញុំណាស់ដែរប៉ុន្តែខ្ញុំចេះតែគេចវេះពីពួកគាត់ព្រោះមិនចង់ឲ្យក្នុងគ្រួសាររបស់គាត់ល្អក់កកដោយសារខ្ញុំនោះទេចំពោះគុណបំណាច់និងអំពើល្អរបស់បងមកលើខ្ញុំបើមានចិត្តក្រោយមែនខ្ញុំសុំសងទៅពួកបងវិញចុះឆ្នាំ2022ជីវិតរបស់ខ្ញុំជួបរឿងរ៉ាវជាច្រើនមានទាំងបញ្ហាការងារបញ្ហាគ្រួសារថែមទាំងបាក់បែកស្នេហាទៀតផងព្រោះតែពុកម៉ែរបស់ខ្ញុំចាញ់បោកដៃគូរកស៊ីរបស់គាត់ធ្វើឲ្យខាត់បងប្រាក់កាយយ៉ាងច្រើនសមាជិកគ្រួសាររបស់ខ្ញុំគ្មានអ្នកណាម្នាក់សប្បាយចិត្តទេពិសេសម្ដាយរបស់ខ្ញុំគាត់ពិបាកចិត្តខ្លាំងណាស់ពិបាកចិត្តរហូតដល់ធ្លាក់ខ្លួនឈឺទន់ខ្សោយរាប់អាទិត្យចំណែកខ្ញុំវិញពេលឃើញម្ដាយរបស់ខ្ញុំធ្លាក់ខ្លួនឈឺផងម្យ៉ាងខ្ញុំទើបតែបែកគ្នាជាមួយមនុស្សដែលខ្ញុំស្រឡាញ់ផងធ្វើឲ្យខ្ញុំ stress កាន់តែខ្លាំងខ្ញុំត្រូវដាក់ច្បាប់សម្រាកពីការងារមួយរយៈដើម្បីមកព្យាបាលម្ដាយរបស់ខ្ញុំនៅផ្ទះអំឡុងពេលមើលថែទាំងម្ដាយខ្ញុំជាពេលដែលខ្ញុំសោកសៅបំផុតជារៀងរាល់ថ្ងៃបន្ទាប់ពីមើលសេរ៉ូមចាក់ថ្នាំឲ្យម្ដាយខ្ញុំរួចខ្ញុំតែងតែទៅគេងនៅលើអង្រឹងក្រោមដើមស្វាយក្រោយផ្ទះរបស់ខ្ញុំគេងយល់មួយភ្នែកសម្លឹងទៅឆ្ងាយសញ្ជឹងគិតពីនេះពីនោះលុះសម្លឹងទៅមុខទៅត្រង់នៅក្នុងចំការដែលនៅជាប់របងផ្ទះខ្ញុំពេលនោះខ្ញុំឃើញបរិមម្នាក់មានមាឌធំខ្ពស់រាងក៏សង្ហាឃើញជើងសក់ពីក្រោយឡើងស្អាតគាត់ស្លៀកខោប៉ារ៉ាត្រឹមជង្គង់ចេញសាច់កំពង់ជើងឡើងសស្គុះពាក់អាវយឺតក្រឡាបង្កង់ពណ៌ខ្មៅលាយក្រហមលាយសដៃខ្លីមើលទៅសាច់ដុំកំពង់ដៃឡើងរីកធំសស្គុះតែក៏ឲ្យស្ដាយខ្ញុំមើលមិនឃើញមុខរបស់គាត់ទេព្រោះខ្ញុំមើលគាត់ចំពីខាងក្រោយខ្នងគាត់កំពុងតែដើរចេញទៅក្រៅវិញដោយកាន់ក្រូចថ្លុងពីផ្លែគាត់ដើរសំដៅទៅមាត់ច្រកហើយចេញទៅក្រៅវិញបាត់ខ្ញុំគិតថាគាត់ច្បាស់ជាម្ចាស់ចំការហើយបើអ្នកដទៃមិនអាចចូលបេះទាំងភ្លឺចេះបែបនេះនោះទេពេលគាត់ដើរចេញទៅវិញខ្ញុំក៏ក្រោកឈរតាមមើលគាត់រហូតដល់គាត់ដើរចេញទៅក្រៅចំការបាត់ទើបខ្ញុំអង្គុយលើអង្រឹងវិញក្នុងចិត្តខ្ញុំនៅតែឆ្ងល់ថារូបរាងគាត់សង្ហាអញ្ចឹងតើគាត់មានមុខមាត់យ៉ាងម៉េចទេតាំងពីថ្ងៃដែលគ្រួសាររបស់ខ្ញុំមានបញ្ហាមកខ្ញុំតែងតែគេងនៅលើអង្រឹងក្រោមដើមស្វាយរាល់ថ្ងៃភាគច្រើនឲ្យតែខ្ញុំទៅគេងអង្រឹងក្រោយផ្ទះខ្ញុំតែងតែយក speaker Harman Kardon Go Plus Play ទៅបើកចម្រៀងស្ដាប់ផងដែរមានពេលខ្លះខ្ញុំគេងលក់ចោលចម្រៀងក៏មានព្រោះតែការនឿយហត់ទាំងផ្លូវកាយនិងផ្លូវចិត្តធ្វើឲ្យខ្ញុំអស់កម្លាំងគេងលក់លើអង្រឹងយ៉ាងយូរពេលខ្លះតើតែមានអ្នកទៅដាស់ទៅភ្ញាក់ខ្ញុំសុំច្បាប់កន្លែងការងារសម្រាប់រយៈពេល1អាទិត្យដើម្បីមកមើលថែនិងព្យាបាលម្ដាយខ្ញុំទម្រាំតែសុខភាពរបស់គាត់បានប្រសើរឡើងវិញទោះជាគាត់បានជាសះស្បើយពីជំងឺប៉ុន្តែគាត់នៅតែពិបាកចិត្តរឿងលុយដែលគេបោកយកទៅឃើញបែបនេះខ្ញុំក៏នៅមិនសុខដែរខ្ញុំព្យាយាមតាក់ទងទៅអ្នកចេះច្បាប់ឲ្យជួយរកដំណោះស្រាយដើម្បីបានលុយពួកខ្ញុំមកវិញឲ្យតែអ្នកណាដែលខ្ញុំមើលទៅទំនងជាអ្នកយល់ដឹងផ្លូវច្បាប់ខ្ញុំសូមច្បល់ពីពួកគាត់គ្រប់គ្នាក្នុងនោះក៏មានមនុស្សសំខាន់របស់ខ្ញុំផងដែរចម្លើយរបស់ពួកគាត់ភាគច្រើនគឺដូចគ្នាគឺរកមេធាវីដើម្បីធ្វើពាក្យបណ្ដឹងពេលនោះបងធររបស់ខ្ញុំដែលធ្វើការ IT បានឲ្យលេខទូរស័ព្ទមិត្តភ័ក្តិរបស់គាត់ជាមេធាវីហើយឲ្យខ្ញុំតាក់ទងទៅបងប្រុសនោះដើម្បីឲ្យគាត់ជួយដោះស្រាយក្រោយពេលបានលេខរបស់គាត់ខ្ញុំក៏ខលទៅគាត់
ដើម្បីណែនាំខ្លួននិងរៀបរាប់ពីដំណើររឿងទាំងអស់ពេលនោះខ្ញុំស្គាល់ឈ្មោះគាត់គឺចន្ទថនបងចន្ទថនគាត់អាយុច្រើនជាងខ្ញុំ3ឆ្នាំគាត់បានប្រាប់ខ្ញុំថាក្នុងករណីនេះយើងត្រូវចំណាយលុយនិងពេលវេលាច្រើនដើម្បីរត់ការព្រោះអ្នកបោកប្រាស់នោះច្បាស់ជាអ្នកមានខ្សែធំហើយទើបហ៊ានប្រព្រឹត្តបែបនេះខ្ញុំក៏បានប្រាប់ទៅគាត់វិញថាយល់ព្រមឲ្យតែអាចកាច់បំបាក់ធ្មង់គាត់សំឡេងឡើងពីរោះហើយស្ដាប់ទៅសុភាពទៀតផងក្រោយពីព្រមព្រៀងគ្នាហើយគាត់តម្រូវឲ្យខ្ញុំផ្ញើឯកសារពាក់ព័ន្ធខ្លះៗតាម Telegram ហើយក៏ឲ្យខ្ញុំវេលុយតាមកង់ធនាគារឲ្យគាត់ចំនួន$500ដើម្បីឲ្យគាត់យកទៅរត់ការខ្ញុំក៏ធ្វើតាមព្រោះគាត់ថាគាត់ជាពួកម៉ាក់បងធွာរបស់ខ្ញុំគាត់មិនហ៊ានបោកប្រាស់ខ្ញុំទេពេលគាត់ទទួលបានលុយនិងឯកសាររួចហើយគាត់ឲ្យខ្ញុំរងចាំខាងដោយការកោះហៅរបស់តុលាការខ្ញុំនិងគាត់តាក់ទងគ្នាតាមទូរស័ព្ទនិង Telegram ពួកយើងមិនទាន់បានជួបមុខគ្នានោះទេហើយគាត់មានរូបរាងមុខមាត់យ៉ាងម៉េចក៏ខ្ញុំមិនដឹងដែរព្រោះក្នុង account Telegram របស់គាត់មិនមានរូបថតអ្វីឡើយខ្ញុំក៏ដូចគ្នាគ្មានដាក់រូបសម្គាល់អ្វីទេព្រោះខ្ញុំមិនចាប់អារម្មណ៍លើកម្មវិធីនេះសោះខ្ញុំគ្រាន់តែដឹងថាគាត់ក៏ជាអ្នកខាត់ព្រៃវែងដែរគាត់បានប្រាប់ខ្ញុំថាយើងត្រូវការចំណាយលុយមួយចំនួនទៀតដើម្បីដោះស្រាយខ្ញុំក៏យល់ព្រមហើយត្រៀមទុកជាស្រេចទោះជាខ្ញុំមិនទាន់ស្គាល់ផ្ទះគាត់តែក៏មិនភ័យអ្វីដែរព្រោះគិតថាពួកម៉ាក់បងធွာខ្ញុំហើយគាត់ក៏បានប្រាប់ខ្ញុំថាបងធွာរបស់ខ្ញុំពឹងពាក់ឲ្យគាត់ជួយខ្ញុំឲ្យបានផងដែរមួយរយៈពេលជិត1ខែគាត់ក៏បានតាក់ទងមកខ្ញុំថាថ្ងៃច័ន្ទទី5ខែកញ្ញាឆ្នាំ2022តម្រូវឲ្យគ្រួសាររបស់ខ្ញុំជុលបំភ្លឺក្នុងសាលាដំបងខេត្តព្រៃវែងដើម្បីកាត់ក្តីគាត់សម្រួលអារម្មណ៍ខ្ញុំថាខាងយើងជាដើមមិនដឹងជាម្ចាស់លុយគ្មានអ្វីត្រូវខ្លាចទេឲ្យតែយើងស្មោះត្រង់និងជួបតែសំណាងល្អហើយគាត់ប្រាប់ទៀតថាគាត់នឹងនៅក្បែរពួកខ្ញុំគ្រប់ពេលលឺហើយខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់លុះដល់ថ្ងៃកំណត់ខ្ញុំចូលតុលាការតែពីអ្នកម្ដាយខ្ញុំប៉ុណ្ណោះលុះចូលទៅដល់ខាងក្នុងបងមេធាវីការពីក្តីចេញមកទទួលគាត់សង្ហាអស់តោះមៀតធំសាច់សសម្ដីក៏ពីរោះទៅដល់ភ្លាមគាត់ញញឹមមករកពួកខ្ញុំរួចនិយាយជំរាបសួរអ៊ីជំរាបសួរសុធាបន្តិចទៀតយើងឡើងបំភ្លឺក្តីហើយណាសូមអ្នកទាំងពីរក៏មានការតក់ស្លុតនិយាយតែអ្វីដែលជាការពិតហើយខ្ញុំនឹងនៅចាំជួយអ្នកទាំងពីរជានិច្ចខ្ញុំញញឹមរួចក៏តបបាទបងមានអារម្មណ៍ថាភ័យដែរហ្នឹងព្រោះមិនដែលចូលកន្លែងកាត់ក្តីផងពីមុនធ្លាប់មកកន្លែងនេះដែរតែមករឿងការងារតែប៉ុណ្ណោះគាត់ញញឹមរួចតបវិញពិតមែនហើយមនុស្សល្អមិនងាយមកចូលកន្លែងអញ្ចឹងទេតោះចូលតែខាងក្នុងពួកយើងដើរចូលទៅរកកៅអីអង្គុយរងចាំការកាត់ក្តីបន្តិចក្រោយមកបុគ្គលដែលបោកប្រាស់លុយគ្រួសាររបស់ខ្ញុំមកមួយក្រុមមើលទៅដូចជាគ្មានខ្លាចរអាអ្វីសោះខ្លាំងជាងគេគឺម្នាក់ស្រីនឹងហ្មងតាមចិត្តខឹងធ្វើឲ្យគ្រួសាររបស់ខ្ញុំក្តៅក្រហាយពិសេសម្ដាយរបស់ខ្ញុំកាត់ទុករាប់ខែចង់តែស្ទាក់កណ្ដាលផ្លូវប្រើគ្រាប់សំណរះសោះសាច់ឲ្យបងប្អូនពវាមើលស្គាល់តែម្ដងទៅចោះការកាត់ក្តីក៏ប្រព្រឹត្តទៅពេលនោះគេហៅទាំងខាងដើមចោតនិងចុងចោតឲ្យកាន់ធូប3សរសៃសូត្រតាមគេអានម្ដងម្នាក់និងផឹកទឹកសម្បុត្រនៅចំពីមុខព្រះអង្គខ្មៅក្រឹបមួយអង្គកំពុងពេនភ្នានបើកភ្នែកធំមុខគួរឲ្យខ្លាចណាស់ពេលឮពាក្យដែលគេអានយើងថាតាមនឹងឃើញមុខព្រះកាយទៀតធ្វើឲ្យខ្ញុំឡើងព្រឺក្បាលពាក្យសច្ចាប្រណិធានមួយម៉ាត់សុទ្ធតែជាបណ្ដាសាអាក្រក់ណាស់បើយើងពិតជាមនុស្សល្អស្អាតស្អំច្បាស់ជាសូត្រតាមគេដោយគ្មានភិតភ័យអ្វីឡើយម្ដាយខ្ញុំសូត្រតាមលឺច្បាស់រហូតដល់ចប់ទើបឲ្យភិក្ខុម្ខាងទៀតសូត្រតាមម្ដងលុះសូត្របានបន្តិចម្នាក់ស្រីនោះក៏ចាប់ផ្ដើមញ័រមាត់បែកញើសសូត្រលេងកើតខាងតុលាការក៏បញ្ឈប់ហើយរំសាយឲ្យខ្ញុំនិងម្ដាយរបស់ខ្ញុំត្រឡប់មកផ្ទះវិញទុកឲ្យតែមេធាវីខាងខ្ញុំនៅប៉ុណ្ណោះខ្ញុំទើបតែឃើញអ្នកចាញ់សម្បត្តិគឺបែបនេះសោះចាប់ផ្ដើមញ័រមាត់ញ័រខ្លួនទៅត្រើតមុខឡើងខ្មៅដូចអត់ឈាមឈរមិនចង់នឹងផងខ្ញុំជឿថាសប្តាហ៍ថ្ងៃមុនអាគមអូមអាមនៅតែមានសូមកុំពូកែស្បត់បំពេញពេកប្រយ័ត្នទៅក្រោយពីកាត់ក្តីរួចត្រឡប់មកផ្ទះវិញគ្រួសារខ្ញុំអង្គុយពិភាក្សាគ្នាលេងមានទាំងពុកនិងប្អូនខ្ញុំផងដែរ
ពួកយើងមានសង្ឃឹមយ៉ាងខ្លាំងថាបានលុយត្រឡប់មកវិញតែមិនទាន់ប្រកាស 100% ទេរងចាំបងចន្ទថនតាក់ទងមកសិនលុះយប់ឡើងគាត់តាក់ទងតាម Telegram មកថាយើងឈ្នះក្តីហើយគេយកព្រមប្រគល់ប្រាក់តាមចំនួនដែលបានដាក់ក្នុងពាក្យបណ្ដឹងតែលុយច្រើនដូចនេះគេសុំសម្រុះសម្រួលសុំពន្យាពេលមួយអាទិត្យបានអត់ខ្ញុំត្រេកអរណាស់ហើយក៏ឆ្លើយតបទៅវិញបាទបងយល់ព្រមឲ្យតែបានមកវិញខ្ញុំទុកចិត្តលើបងហើយណាឆ្លើយឆ្លងជាមួយគាត់រួចខ្ញុំប្រញាប់យកដំណឹងនេះទៅប្រាប់ពុកម៉ែនិងប្អូនរបស់ខ្ញុំពួកគាត់សប្បាយចិត្តណាស់ទីបំផុតគ្រួសារពួកយើងមានស្នាមញញឹមឡើងវិញអារម្មណ៍ដែលត្រេកអរពីនោះពិបាកពណ៌នាខ្លាំងណាស់ខ្ញុំហាក់ដូចជាបានដកកាំបិតនិងដុំថ្មចេញពីទ្រូងអញ្ចឹងខ្ញុំដកដង្ហើមធំរួចនិយាយក្នុងចិត្តទីបំផុតបញ្ហាដ៏ស្មុគស្មាញមួយនេះត្រូវបានដោះស្រាយហើយបើគ្មានពួកបងទេមិនដឹងថាគ្រួសាររបស់ខ្ញុំអាចមានសុភមង្គលឡើងវិញបានឬក៏អត់ទេខ្ញុំសូមអរគុណបងពីចម្ងាយផងភ្លាមនោះស្រាប់តែធ្វើឲ្យខ្ញុំញញឹមនឹកដល់បងចន្ទថនអ្វីត្បិតតែខ្ញុំទើបជួបគាត់លើកទី1ក៏ពិតមែនប៉ុន្តែខ្ញុំហាក់មានអារម្មណ៍ថាចូលចិត្តគាត់ខ្លាំងណាស់នេះជាចំណុចខ្សោយរបស់ខ្ញុំឲ្យតែមាននរណាម្នាក់ចេញមកជួយខ្ញុំពេលដែលខ្ញុំជួបគ្រូភ័យនោះបេះដូងរបស់ខ្ញុំចាប់ផ្ដើមទទន់ទៅរកគេភ្លាមទោះជាខ្ញុំមានអារម្មណ៍ល្អលើគាត់ប៉ុន្តែមនុស្សខ្ញុំមិនងាយសម្ដែងឲ្យគេដឹងនោះទេបើនៅសុកឲ្យជ្រួចជ្រើមទៅរកគេមុនខ្ញុំធ្វើមិនបានទេនេះជាចរិតពីធម្មជាតិរបស់ខ្ញុំហើយខ្ញុំក៏មិនចង់ផ្លាស់ប្ដូរវាដែររយៈពេលកំណត់ក្នុងការប្រគល់ប្រាក់មកដល់ទាំងខាងគ្រួសារខ្ញុំនិងគ្រួសារអ្នកជំពាក់ប្រាក់ខ្ញុំបានទៅជួបជុំគ្នានៅកញ្ចុះដីឡូមួយកន្លែងនៅមិនឆ្ងាយពីផ្ទះខ្ញុំនោះទេក្នុងពេលនោះក៏មានបងចន្ទថននៅជាមួយខ្ញុំផងដែរគេយល់ព្រមប្រគល់ប្រាក់តាមចំនួនក្នុងពាក្យបណ្ដឹងតែខាងគេឲ្យពុកម៉ែខ្ញុំធ្វើកិច្ចសន្យាឈប់ប្តឹងផ្ដាល់ឬនិយាយពីរឿងជំពាក់ប្រាក់នេះតទៅទៀតពុកម៉ែខ្ញុំក៏យល់ព្រមពេលរាប់លុយគ្រប់ចំនួនហើយគ្រួសារខ្ញុំសូមអនុញ្ញាតមកមុនព្រោះពួកខ្ញុំមិនចង់ឃើញមុខពួកទាំងនោះយូរដែរនៅពីមុខចេះតែញញឹមដូចគ្មានរឿងអ្វីកើតឡើងតែក្នុងចិត្តវិញខ្ញុំគិតថាខ្ពើមកជួយម៉ែមុខក្រាស់រកលេខដាក់មានចេះមានគំនិតចង់លេបយកលុយគេទៅរួចដៃខ្ញុំរកស៊ីចរិតខោបែបនេះស្មាលី100ជាតិលោកហើយកុំឲ្យជួយទៀតឲ្យទទួលបានប្រាក់គ្រប់ចំនួនហើយពួកយើងរំសាយគ្នាដើរចេញទៅក្រៅបន្តិចម្ដាយខ្ញុំហុចលុយ$500ឲ្យទៅបងចន្ទថនរួចនិយាយខ្ញុំសូមជូនសគុណក្មួយដែលជួយដោះស្រាយឲ្យគ្រួសាររបស់ខ្ញុំបានលុយមកវិញណាពេលនោះគាត់ញញឹមមើលមុខខ្ញុំរួចតបអត់អីទេលុយឲ្យហើយតាលុយឲ្យលើកមុនមិនទាន់អស់ផងហើយពួកយើងឈ្នះក្តីអញ្ចឹងខ្ញុំក៏សប្បាយចិត្តដែរបើចង់សងគុណខ្ញុំមែនថ្ងៃណាមួយឲ្យលោកគ្រូពេទ្យបើខ្ញុំមួយពេលទៅបានហើយអញ្ចឹងខ្ញុំសុំទម្ងន់ហើយព្រោះមានរឿងត្រូវដោះស្រាយទៀតថ្ងៃក្រោយមុនសម្រាប់ចិត្តរកស៊ីជាមួយនរណាម្នាក់សូមអ៊ីប្រុងប្រយ័ត្នផងព្រោះសម័យនេះសម្បូរមនុស្សបោកប្រាស់ណាស់និយាយរួចគាត់ក៏ដើរឡើងម៉ូតូជិះចេញទៅបាត់ខ្ញុំមិនចង់នៅយូរដែរឡើងម៉ូតូប្រញាប់ដូរពុកម៉ែខ្ញុំត្រឡប់មកផ្ទះវិញជិះតាមផ្លូវខ្ញុំចេះតែគិតបងចន្ទថនដឹងថាអញជាពេទ្យបន្ទាប់ពីនោះមកគ្រួសាររបស់ខ្ញុំមានសុភមង្គលឡើងវិញពេលជួបរឿងបែបនេះធ្វើឲ្យម្ដាយរបស់ខ្ញុំទទួលបានបទពិសោធន៍ថ្មីគាត់មានការប្រុងប្រយ័ត្នខ្ពស់ជាងមុនចំណែកគូក្បាលខ្ញុំក៏បានធូរស្រាលខ្លាំងមែនទែនព្រោះថាគ្មានរឿងអ្វីត្រូវកាត់ទុកទៀតទេក្រៅពីរឿងផ្ទាល់ខ្លួនព្រោះកាលនោះខ្ញុំទើបតែបែកគ្នាជាមួយមនុស្សដែលខ្ញុំស្រឡាញ់ពេលនៅស្ងាត់ម្នាក់ឯងនិងពេលយប់ម៉ោង9ជាពេលដែលធ្វើឲ្យខ្ញុំនឹកដល់គាត់ដូចនេះខ្ញុំតែងតែធ្វើខ្លួនឲ្យរវល់ជានិច្ចខ្ញុំមិនចង់នៅស្ងៀមទេធ្វើនេះធ្វើនោះដូចជាហាត់ប្រាណលេងកីឡាឬក៏ស្ដាប់តន្ត្រីជាដើមរឿងក្តីខ្ញុំត្រូវបានបញ្ចប់ខ្ញុំនិងបងចន្ទថនក៏មិនសូវបានតាក់ទងគ្នាដូចមុនទៀតដែរទាំង call ទាំង Telegram ក៏ស្ងាត់ឈឹងមួយអាទិត្យមិនទាន់តាក់ទងគ្នាម្ដងផងអ្វីត្បិតតែគ្រួសាររបស់ខ្ញុំលែងមានបញ្ហាទៀតហើយប៉ុន្តែចិត្តខ្ញុំហាក់មិនទាន់បានជ្រះស្រឡះនៅឡើយខ្ញុំនៅតែនឹកមនុស្សដែលធ្លាប់ស្រឡាញ់ចង់ដឹងសុខទុក្ខគាត់យ៉ាងម៉េចទៅហើយតែមិនដឹងធ្វើយ៉ាងណានោះទេព្រោះខ្ញុំមិនហ៊ានសម្បីតែបើក account Facebook ដែលធ្លាប់តាក់ទងជាមួយគាត់ខ្ញុំខ្លាចឃើញពីការឈឺចាប់របស់គាត់
ខ្ញុំដឹងថាគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយខ្ញុំក៏ស្រឡាញ់គាត់ខ្លាំងណាស់ដែរដូចនេះខ្ញុំដឹងថាគាត់ច្បាស់ជាឈឺចាប់ដូចខ្ញុំមិនខានតែបើជ្រុលថាខ្ញុំជាអ្នកជ្រើសផ្លូវនេះទៅហើយខ្ញុំមានតែការតាំងចិត្តទ្រាំឲ្យបានដើម្បីបន្លប់អារម្មណ៍ដែលនឹកគាត់ឲ្យតែពេលទំនេរខ្ញុំតែងតែមកគេងស្ដាប់ចម្រៀងលើអង្រឹងក្រោមដើមស្វាយក្រោយផ្ទះជានិច្ចបទចម្រៀងបំពេល្វើយរួមផ្សំនឹងខ្យល់បក់រំភើយមលុបស្វាយឡើងត្រជាក់ធ្វើឲ្យខ្ញុំគេងលក់ភ្លឹងនៅថ្ងៃសៅរ៍ទី24ខែកញ្ញាឆ្នាំ2022បងប្រុសរបស់ខ្ញុំវាមកពីភ្នំពេញមកលេងផ្ទះព្រោះខាងសាលាវាឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌចំណែកការងារជាពេទ្យរបស់ខ្ញុំក៏សម្រាកដែរព្រោះមេបិទទ្វារ clinic នាំគ្រួសាររបស់គាត់ទៅដើរលេងនៅកោះត្រល់ចំណែកការងារជាប៉ូលីសរបស់ខ្ញុំត្រូវយាមនៅពេលយប់ក្រោយហូបបាយថ្ងៃត្រង់ជុំគ្រួសាររួចខ្ញុំមានអារម្មណ៍ថាសាបមាត់ក៏ប្រាប់ប្អូនខ្ញុំទៅទិញម្ជូរយកមកហូបអាធីឯងទៅទិញម្ជូរយកមកស៊ីបន្តិចមកសាបមាត់ដល់ពេលនោះវាក៏ស្រែកលឺអើយអត់ទៅទេខ្មាស់គេហ៎បងអាណាមនុស្សប្រុសដើរទិញម្ជូរមិនទេខ្ញុំក៏តបវិថីគ្រាន់តែមនុស្សប្រុសទិញម្ជូរស៊ីសឹងវាប្រកាច់មែនណាវានៅតែប្រកាច់វាមិនប្រកាច់ទេតែខ្ញុំមិនធ្លាប់ផងមិនដឹងប្រាប់អ្នកលក់ថាមិនទេថ្ងៃប្រើឲ្យខ្ញុំធ្វើអីក៏ធ្វើបានតែលើកលែងរឿងប្រើឲ្យទៅទិញម្ជូរនឹងមួយខ្ញុំសុំណាឃើញវាប្រកាច់ពេកខ្ញុំក៏សើចរួចតបថាអាធីអើយអាធីគ្រាន់តែប្រើឲ្យទិញម្ជូរក៏វាខ្មាស់គេដែរចាំមើលតែឯងមានប្រពន្ធណាហើយប្រពន្ធឯងចាញ់កូនប្រើឲ្យទិញម្ជូរឯងធ្វើមិនចាំមើលវាសើចរួចក៏តបអាពេលនោះចាំគិតទៀតតែពេលនេះខ្ញុំនៅកំឡោះណាសុំបងឯងកុំប្រើខ្ញុំទៅអីពេលប្រើវាទៅទិញម្ជូរមិនបានខ្ញុំក៏និយាយអញ្ចឹងមិនបាច់ទៅទិញក៏បានឯងទៅបេះជពូនៅចំការជាប់ផ្ទះយើងនោះទៅមិនបាច់ចូលក្នុងទេបេះជាប់របងយើងមកវាក៏ប្រកែកណែបងធីបេះអត់សុំម្ចាស់គេផងហ្នឹងគេថាយើងជាចោលខ្ញុំក៏តបបេះតែ2 3វាមិនអីទេចាំអញស្រែកសុំម្ចាស់គេឲ្យវាចង់ស្ទាក់ស្ទើរតែក៏ដើរទៅបេះទាំងបង្ខំចិត្តពេលវាដើរជិតដល់ដើមចម្ពោះខ្ញុំក៏ធ្វើជាស្រែកម្ចាស់គេអើយសុំចម្ពោះពី3ផ្លែមករៀបនឹងឆ្លើយខ្លួនឯងទៅហើយស្រាប់តែមានសម្លេងបរិសម្នាក់ឆ្លើយចេញពីក្នុងចំការមកបាទបេះចុះបងខ្ញុំវាមករកខ្ញុំធ្វើភ្នែកស្លើខ្ញុំបើកភ្នែកធំៗដាក់បងខ្ញុំវិញពួកខ្ញុំទាំងពីរនាក់ឡើងកៀង